តើភាគីថៃអាចលុបចោល MOU ឆ្នាំ2000ជាឯកតោភាគីបានឬទេលោកអនុทิនឆាន់វរៈគុណនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានអះអាងឲ្យដឹងថារដ្ឋាភិបាលថ្មីរបស់លោកគ្រោងនឹងរៀបចំឲ្យមានការធ្វើប្រជាមតិមួយថាតើគូលុបចោលកិច្ចព្រមព្រៀងស្ដីពីការបោះបង្គោលព្រំដែនរវាងថៃនិងកម្ពុជាឬអនុសារណៈនៃការយោគយល់ឆ្នាំ2000 MOU 2000ឬក៏យ៉ាងណាមុននឹងប្រកាសរបស់នាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វរៈគុណកន្លងមកក៏មានមជ្ឈដ្ឋានថៃមួយចំនួនក៏បានទាមទារឲ្យរដ្ឋាភិបាលរបស់លោកលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ2000នេះផងដែរព្រោះពួកគេយល់ថាវាមិនបានផ្ដល់ផលចំណេញហើយប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃតើភាគីថៃអាចលុបចោល MOU ឆ្នាំ2000ជាឯកតោភាគីដែរឬទេពាក់ព័ន្ធនឹងបញ្ហានេះតាមរយៈ Facebook កាលពីថ្ងៃទី29ខែកញ្ញាឆ្នាំ2025លោកបណ្ឌិតអិនសុផលសាស្ត្រាចារ្យនិងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានបកស្រាយយ៉ាងដូចនេះថាទី1យោងតាមច្បាប់អន្តរជាតិអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សិទ្ធិសញ្ញាឆ្នាំ1969ទោះបីជា MOU មិនត្រូវបានចាត់ទុកថាជាសិទ្ធិសញ្ញាតាមនិយមន័យច្បាប់ច្បាស់លាស់ក្តីប៉ុន្តែនៅពេលដែលរដ្ឋអធិបតេយ្យបានចុះហត្ថលេខានិងអនុវត្តតាម MOU វាត្រូវបានគេចាត់ទុកថាមានសុពលភាពតាមច្បាប់អន្តរជាតិតាមអនុសញ្ញាទីក្រុងវីយ៉ែនរដ្ឋមួយនេះមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយលុះត្រាតែកិច្ចព្រមព្រៀងឬ MOU នោះមានចែងពីលក្ខខណ្ឌបញ្ចប់សុពលភាពប៉ុន្តែ MOU ឆ្នាំ2000ពុំបានកំណត់សុពលភាពទេទី2តាមច្បាប់ក្នុងប្រទេសថៃនៅក្នុងមជ្ឈដ្ឋាននយោបាយថៃខ្លះបានអះអាងថា MOU ឆ្នាំ2000នេះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ថៃនិងបានទាមទារឲ្យលុបចោលជាឯកតោភាគីរដ្ឋាភិបាលថៃអាចប្រកាសជាឯកតោភាគីមិនទទួលស្គាល់ MOU នេះបានប៉ុន្តែតាមច្បាប់អន្តរជាតិបានប្រកាសបែបនេះថាការប្រកាសបែបនេះមិនអាចបដិសេធកាតព្វកិច្ចរបស់ថៃចំពោះកម្ពុជាបានឡើយប្រសិនបើភាគីកម្ពុជាទាមទារអនុវត្តបន្តទៅទៀតទី3ជាក់ស្ដែងក្នុងការអនុវត្តប្រសិនបើភាគីថៃដកខ្លួនចេញពី MOU ជាឯកតោភាគីដូច្នេះកម្ពុជាអាចប្តឹងតវ៉ាតាមការទូតនិងដាក់បញ្ចូលទៅកាន់ UN ឬ ASEAN ដាក់ពាក្យបណ្ដឹងលើបញ្ហានេះទៅតុលាការ ICJ ដូចជាករណីប្រាសាទព្រះវិហារសេចក្តីវិនិច្ឆ័យឆ្នាំ1962និងឆ្នាំ2013ការដកខ្លួនជាឯកតោភាគីនិងប៉ះពាល់ដល់ឥទ្ធិពលកិត្យានុភាពនិងឆន្ទៈអន្តរជាតិរបស់ប្រទេសថៃហើយធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពតានតឹងការសន្និដ្ឋានតាមច្បាប់អន្តរជាតិភាគីថៃមិនអាចលុបចោល MOU ឆ្នាំ2000ជាឯកតោភាគីបានទេលុះត្រាតែយល់ព្រមពីភាគីកម្ពុជាក្នុងករណីដែលរដ្ឋាភិបាលថៃនៅតែប្រកាសបានលុបចោល MOU ឆ្នាំ2000នេះវានឹងមានផលប៉ះពាល់តែផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃតែប៉ុណ្ណោះប៉ុន្តែมันអាចលុបចោលកាតព្វកិច្ចតាមច្បាប់អន្តរជាតិបានឡើយទោះបីជាភាគីថៃធ្វើប្រជាមតិឬសភាបោះឆ្នោតលុបចោលក៏ដោយបើពុំមានការយល់ព្រមពីភាគីកម្ពុជាថៃគឺមិនគេចផុតពីកាតព្វកិច្ចអន្តរជាតិនេះបានឡើយឌីលខ្មែរថាល្ងងមួយប្រទេសផ្ទុយទៅវិញជាតិថៃសូម្បីតែច្បាប់អន្តរជាតិអត់មានអ្នកនយោបាយមួយណាចេះមួយតួពីចុងដល់បាត